name là Tyson Wood. Today we are going to learn about the subjunctive mood. I be in this class. I wish I were rich. If I were a billionaire, I would buy an airplane. He recommended that she take vitamins every day. គេយកស័ព្ទ be will take នេះប្រើក្នុងទម្រង់ subjunctive mood គឺត្រឹមត្រូវតាមក្បួនវេយ្យាករណ៍តើ subjunctive mood នេះជាអ្វីហើយយើងប្រើប្រាស់វាដោយបដិខ្លះខ្ញុំនឹងឲ្យឧទាហរណ៍ឲ្យបានច្បាស់លាស់ទៅតាមការប្រើប្រាស់នីមួយៗការសិក្សា the subjunctive mood The subjunctive mood is used for hypothetical situation or express a wish, a request or a suggestion. Subjunctive mood គឺប្រើសម្រាប់ស្ថានភាពមិនមែនជាការពិតការស្រមើស្រមៃឬបង្ហាញពីសេចក្តីប្រាថ្នាការស្នើសុំនិងការផ្ដល់យោបល់ដូច្នេះយើងដឹងហើយថា subjunctive mood គឺជាកម្រិតបញ្ចប់នៃថ្នាក់វេយ្យាករណ៍ភាសាអង់គ្លេសបើសិនជាបងប្អូនចង់ប្រើពាក្យឲ្យកលិតឲ្យលយយើងគួរប្រើពាក្យនៅក្នុងទម្រង់ subjunctive mood ក៏ប៉ុន្តែបើមិនប្រើក៏បានដែរប្រសិនបើបងប្អូនប្រើពាក្យនៅក្នុងទម្រង់ subjunctive mood វាគ្រាន់តែទំនើបនិងទាន់សម័យជាងគេតែប៉ុណ្ណឹងតោះយើងក៏លេខទៅមើលទម្រង់ present subjunctive mood ជាមួយនឹងកិរិយាសព្ទ to be I be you be he be she be we use all pronoun all subject បាទអញ្ចឹងគឺយើងប្រើជាមួយនឹងគ្រប់សព្វនាមទាំងអស់បាទសព្វនាមទី1ទី2ទី3និងគ្រប់ប្រធានដែលយើងប្រើ be នៅក្នុងទម្រង់ present subjunctive mood ឧទាហរណ៍ I be in this class ខ្ញុំគួរតែនៅក្នុងថ្នាក់នេះបាទអញ្ចឹងប្រើពាក្យ be នេះគឺពាក្យកលិតបាទអញ្ចឹងពាក្យ be នេះពាក្យមានពាក្យមួយទៀតមាន clear មួយទៀតគឺ I should be in this class ប៉ុន្តែពាក្យ should be គេអាចលុប should ចោលនៅសល់តែពាក្យ be ពាក្យ should be នេះគឺ British English ដល់ពេល I be គឺ American English អញ្ចឹងយើងប្រើមួយណាក៏បានប៉ុន្តែជាទូទៅគឺគេ I be អញ្ចឹងតែម្ដងឥឡូវយើងចូលទៅទម្រង់បន្តទៀតគឺ past subjunctive mood I were you were he were she were we use all pronoun and all subject បាទអញ្ចឹងយើងប្រើគ្រប់ទម្រង់សព្វនាមនិងប្រធានទាំងអស់ដូចគ្នាបាទអញ្ចឹងគឺស្អីក៏ I were they were យ៉ាងដូចគ្នាទាំងអស់អញ្ចឹងខ្ញុំលើកឧទាហរណ៍ I wish I were rich ហេតុអ្វីបានយើងប្រើពាក្យ were ពាក្យ were កន្លែងនេះគឺត្រឹមត្រូវតាមក្បួនវេយ្យាករណ៍បាទដោយសារតែយើងនិយាយក្នុងភាពមិនច្បាស់លាស់មិនពិតប្រាកដជាការស្រមើស្រមៃតែបើសិនយើងនិយាយពាក្យថា I wish I was rich វាជា indicative mood វាអ្វីទៅជាការពិតកន្លែង was ហ្នឹងគឺគេចង់និយាយក្នុងទម្រង់ធម្មតាអូខេរីឯកិរិយាសព្ទទូទៅដែលប្រើជាមួយនឹង subjunctive mood ខ្ញុំលើកយកកិរិយាសព្ទ take មួយមកឧទាហរណ៍បញ្ជាក់ I take you take he take she take ឧទាហរណ៍ The doctor recommends that she take vitamins every day វេជ្ជបណ្ឌិតណែនាំឲ្យនាងលេបថ្នាំវីតាមីនរាល់ថ្ងៃបាទអញ្ចឹងកន្លែងនៃនេះ she take រាល់ដល់ she takes មាន s ក៏ប៉ុន្តែ she take កន្លែងនេះគឺ take អត់មាន s ទេអញ្ចឹងគឺកន្លែង take នេះគឺវាបញ្ច្រាស់ពីប្រធានកន្លែងនេះហើយដែលយើងសម្គាល់ថាជា subjunctive mood ណាដែលយើងឃើញទម្រង់គឺ subjunctive mood កន្លែងហ្នឹងម្យ៉ាងវិញទៀតខ្ញុំនឹងលើកយកពីរចំណុចទៀតគឺកិរិយាសព្ទនិងគុណនាមដែលតែងតែប្រើជាមួយនឹង subjunctive mood ទី1កិរិយាសព្ទទាំង12ដែលគេតែងតែប្រើជាមួយនឹង subjunctive mood មានដូចជា advise recommend suggest wish demands propose request refer insist ask command desire ទី2គុណនាមទាំង8ដែលគេតែងតែប្រើជាមួយនឹង subjunctive mood មានដូចជា vital imperative essential important crucial urgent necessary best ការបង្ហាញខាងលើនេះយើងសម្គាល់ឃើញថាវាជាទម្រង់ subjunctive mood
ដោយយើងឃើញថាប្រធាននិងកិរិយាសព្ទដើរមិនស្របគ្នាថែមទាំងមានកិរិយាសព្ទនិងគុណនាមដែលតែងតែនៅជាមួយនឹង subjunctive mood ឥឡូវយើងចូលទៅដល់ការប្រើប្រាស់របស់ subjunctive mood អញ្ចឹងការប្រើប្រាស់របស់ subjunctive mood មាន4ចំណុចបាទទី1គឺ use for hypothetical situation គឺយើងប្រើសម្រាប់ការស្រមើស្រមៃអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យ If I were rich I would travel around the world If I were my own boss I would take a fortnight holiday If I were you I would talk openly with him If I were younger I would try to do more things អញ្ចឹងពាក្យ were នេះហើយដែលយើងសម្គាល់ថាជា subjunctive mood ដោយសារអីជាទូទៅយើងក៏លេចឃើញថាយើងតែងតែប្រើ I was បាទជាទម្រង់អតីតកាលប៉ុន្តែយើងប្រើ I were នេះគឺដើម្បីបង្ហាញពីស្ថានភាពមិនពិតប្រាកដឬក៏ការស្រមើស្រមៃបាទកន្លែងនេះគឺជា subjunctive mood ការប្រើប្រាស់ចំណុចទី2 The subjunctive mood is used for a wish subjunctive mood គឺប្រើសម្រាប់ការប្រាថ្នាបាទអញ្ចឹងខ្ញុំឲ្យឧទាហរណ៍ I wish that the war situation ends soon She desired that her family have a better life Parents prefer that their kids eat more fruits and vegetables យើងសម្គាល់ឃើញថាកិរិយាសព្ទ am have និង it គឺជា verb based form ដែលយើងសម្គាល់ថាវាជាទម្រង់របស់ subjunctive mood ចូលទៅការប្រើប្រាស់ទី3 The subjunctive mood is used for a request អញ្ចឹង subjunctive mood នឹងគេប្រើសម្រាប់ការស្នើសុំបាទខ្ញុំឲ្យឧទាហរណ៍ I request that you subscribe to my channels I demand that she go with me to the concert She insists that he save money She asked that he be home by 8 o'clock អញ្ចឹងគេจะ subscribe go save be អញ្ចឹងវាជា verb based form ដដែលដែលយើងសម្គាល់ឃើញថាជាទម្រង់ subjunctive mood យើងចូលទៅដល់ការប្រើប្រាស់ចំណុចទី4 The subjunctive mood is used for a suggestion អញ្ចឹង subjunctive mood នោះគឺប្រើសម្រាប់ការផ្ដល់យោបល់បាទឧទាហរណ៍ I suggest that he visit the doctor She proposed that the company increase production Official recommend that he stay inside I advise that you go to bed a bit earlier to avoid being tired បាទដដែលដូចគ្នាដដែលពាក្យកិរិយាសព្ទ visit increase stay go រក្សានៅទម្រង់ verb based form ដដែលដែលយើងសម្គាល់ឃើញថាវាជាទម្រង់ subjunctive mood សូមចំណាំនេះជាចំណុចពិសេសបាទខ្ញុំឧទាហរណ៍ It is crucial that he follow the direction It is urgent that she be taken to the hospital It is essential that the pilot have enough rest It is necessary that she be on time this morning បាទអញ្ចឹងពាក្យទាំងអស់នេះពាក្យ crucial urgent essential necessary មានពាក្យបន្តទៀតប៉ុន្តែទាំងអស់នេះជាគុណនាមដែលតែងតែនៅជាមួយនឹង subjunctive mood បាទអរគុណសម្រាប់ការទស្សនាវីដេអូនេះ